ថ្ងៃទី25ខែ11ឆ្នាំ2025ការវិភាគតារាងប្រចាំថ្ងៃរបស់កូដមានចម្រុះទីក្នុងថ្ងៃយេតអបគឺជាចំណុចសម្រេចចិត្តសំខាន់តម្លៃបើកអបរបស់មាសគឺ4132ខណៈម៉ូបស្ថិតនៅ4133ជិតគ្នាខ្លាំងថ្ងៃនេះជារចនាសម្ព័ន្ធ Doji Directional Day ដែលមានលក្ខណៈចលនាបញ្ឆោតនៅដំណាក់កាលដំបូងដូច្នេះអបក្លាយជាសូចនាករសំខាន់បំផុតសម្រាប់ទីដោយថ្ងៃនេះជាមួយខ្សែនិង Cash នៅ Day Chart បង្ហាញ Momentum ខាងឡើងប្រសិនបើតម្លៃឡើងលើអបគោលដៅនឹងមែនទៅ1នៅ4149ហើយបន្ទាប់មក2នៅ4165បើទីផ្សារជ្រើសរើសលក់ទីចុះដំបូងគឺ1នៅ4116ខណៈមានតំបន់គាំទ្រខ្លាំងបង្កើតដោយ2នៅ4099និង Pivot 2នៅ4098សូមប្រយ័ត្នថ្ងៃឌីជីតែងតែមានចលនារំខាននិងមិនរលូនអបនិងបង្ហាញទីដែលពិតប្រាកដការបដិសេធចំពោះទំនួលខុសត្រូវការវិភាគនេះគឺសម្រាប់គោលបំណងផ្ដល់ព័ត៌មានតែប៉ុណ្ណោះហើយមិនបង្កើតជាដំបូន្មានហិរញ្ញវត្ថុទេ